ជីហ្វាបេះតែបានធ្វើគាត់ព្រះអង្គសូមលោកមេតបធំចេញទៅវាយសេឈីដើម្បីបញ្ជាពីមហាគ្រូយើងត្រូវយកសារតែងតាំងឲ្យបានបន្ទាប់ពីយប់នេះស៊ីឈីនឹងគ្មាននរណានៅរស់ម្នាក់ទេបើខ្ញុំមិនអាចប្រយុទ្ធដើម្បីការពារស៊ីឈីខ្ញុំមិនចង់ទាញនរណាឲ្យស្លាប់ជាមួយខ្ញុំទេបើឯងស្លាប់បាត់តួឯងអាចនឹងស្លាប់ទៅជាមួយឯងចុះអ្នកដែលនៅរស់តើធ្វើយ៉ាងម៉េចហេតុអីមិនតន់ទៅភ្នំស៊ីឈីទេស៊ីឈីគឺជាផ្ទះរបស់កូនហើយក៏ជាផ្ទះរបស់ពួកយើងដែរលោកគ្មានពុតលឺកញ្ចក់ចែកចាំព្រោះប្រចាំខ្មៅទុំបីទេវតាក៏មិនអាចគិតនេះជាមួយគ្រូចំណំក្បួនស្លាប់ទាំង10យើងទាំងពីរនាក់សុទ្ធតែប្រយុទ្ធដើម្បីគ្រួសារបើសិនថ្ងៃណាមួយយើងឯងស្គាល់ខ្លួនឯងនេះត្រូវលើកតាំងនេះបង្ហាញខ្លួនហើយជាស្ដេចគ្រប់គ្រងលោកសង្គ្រោះអស់ពលមនុស្សគិតឲ្យបានធំផុតបោផុតដុំជាគ្រឿងមួយរកយុទ្ធជូនអ្នកល្អយកសុកឲ្យមនុស្សជាស្ដេចនៃលោកទាំងមូលទ្រង់គូមានទាំងអស់នេះនេះហើយជារបៀបរស់នៅដែលមនុស្សលោកគួររស់លេខដៃជើងកំពុងចប់ធ្វើកិច្ចការសំខាន់ឲ្យសប្បាយគឺជាកិច្ចការសំខាន់បំផុតហើយ